បើចង់បានស្បែកស្អាតគ្មានជាងវ័យគឺផ្សំ3មុខនេះជួយឲ្យស្បែកយើងស្អាតដូចបំណងហ្មង3មុខហ្នឹងសុទ្ធតែជួយបន្តស្បែកពន្យាភាពចាស់ប៉ុន្តែអាការផ្ដោតរបស់វាមួយខុសគ្នាសម្រាប់អ្នកដែលថាស្បែកគាត់ជ្រួញខ្លាំងចាស់ជាងវ័យមានមុនហើយចង់ឲ្យស្បែកឡងលឿនប្រើរេតណុលទៅបានផលលឿនជាងគេបើគូឆលផ្ដោតទៅលើស្នាមជ្រួញអ្នកដែលមានពណ៌ស្បែកស្មើគ្នាមានស្នាមដូចថាស្បែកកន្លែងនេះសកន្លែងខ្លះវាកម្ៅអញ្ចឹងហើយនឹងចង់បានស្បែកឡងភ្លឺថ្លាហើយបើនិយាយពីបបថៃវិញគឺវាផ្ដោតទៅលើជួយជំរុញការផលិត collagen ផងស្បែកជួយទៅលើដំណើរការពីស្បែកជួយស្បែកយើងមានសុខភាពល្អធ្វើឲ្យស្បែកយើងហាប់ណែនគ្មានជាងវ័យអញ្ចឹងណានិយាយទៅចាបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យស្បែកស្អាតលឿនទាំងបន្តស្បែកពន្យាភាពចាស់កាត់បន្ថយជួញកើតមុនប្របាត់មុនជាំខ្មៅស្នាមអីហ្នឹងប្រើ Retinol ទៅមានប្រសិទ្ធភាពលឿនជាងបបថៃនិងបាត់គូឆលប៉ុន្តែចាបើសិនជាស្បែកយើងខ្សោយងាយប្រតិកម្មឬក៏សម្រាប់អ្នកដែលថាគាត់មានផ្ទៃពោះអ្នកបបៅដោះកូនអីហ្នឹងគួរតែជ្រើសរើសប្រើនឹងបាត់គូឆលឬក៏បបថៃវិញអញ្ចឹងណាបាត់គូឆលហើយនិងបបថៃវាអត់មាន side effect ដូច Retinol ទេអញ្ចឹងនិយាយថាពេលប្រើវាលើកដំបូងគឺវាអត់មានផលរំខានដូចជាធ្វើឲ្យស្បែកយើងឡើងលបក្រហមឬក៏ skin purging អីទេគាត់ថាបាក់កូឆលហើយនិងបបថៃអត់ជួយជំនួសកោសិកាដូច Retinol ទេហើយវីដេអូបន្តខ្ញុំនឹងនិយាយពី0បាក់កូឆល